ក្រុមហ៊ុនអ៊ីនធឺណិតឈ្មោះ Google របស់សហរដ្ឋអាមេរិកបង្ហាញថាផ្ទៃដីនៅប្រទេសកម្ពុជាបច្ចុប្បន្នបាត់35គីឡូម៉ែត្រការ៉េទៅលើប្រទេសវៀតណាមបើប្រៀបធៀបទៅនឹងផ្ទៃដីដែលបានកំណត់នៅក្នុងឯកសារប្រវត្តិសាស្ត្រដែលតម្កល់នៅអង្គការសហប្រជាជាតិកាលពីពេលមុនយោងតាមការបង្ហាញរបស់ Google ផ្សព្វផ្សាយនៅថ្ងៃសុក្រទី1ខែមីនានេះបានឲ្យដឹងថាផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្នមានទំហំតែ181,000គីឡូម៉ែត្រការ៉េប៉ុណ្ណោះដែលពីមុនមានទំហំ181,035គីឡូម៉ែត្រការ៉េចំណែកប្រទេសវៀតណាមវិញ Google បង្ហាញថាបច្ចុប្បន្នផ្ទៃដីរហូតដល់331,700គីឡូម៉ែត្រការ៉េដែលពីមុនប្រទេសវៀតណាមមានតែ331,210គីឡូម៉ែត្រការ៉េប៉ុណ្ណោះពលគឺបានកើនឡើងជិត500គីឡូម៉ែត្រការ៉េប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោកវ៉ាកំហុងមិនអត្ថាធិប្បាយលម្អិតទេដោយគ្រាន់តែចាត់ទុកថាអ្វីដែល Google បានបង្ហាញនៅពេលនេះមិនបង្ហាញពីការពិតនៅកម្ពុជាទេនិងជំរុញឲ្យទៅសួរអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីវិញGoogle គាត់ចាត់វិហារហ្នឹងខ្ញុំមិនរៀបអត្ថាធិប្បាយទេណាខ្ញុំនិយាយខ្ញុំដឹងថាមានព័ត៌មានខ្លះវាគឺអត់ត្រូវទេព្រោះយើងទុកឲ្យខាងនៃទីស្តីការមានប្រតិកម្មរហ័សអីជាអ្នកឆ្លងទៅណាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកទឹកសុធាមិនអត្ថាធិប្បាយដែរជុំវិញការផ្ទេរសំណួររបស់លោកវ៉ាកំហុងនេះដោយអះអាងថាលោកមិនមែនជាមន្ត្រីជំនាញបើគាត់អ្នកបច្ចេកទេសគាត់ឆ្លើយសុំទោសណាអរគុណច្រើនសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោករងឈុនជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាចេញមុខបកស្រាយចំពោះបញ្ហានេះជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ Google ដើម្បីបង្ហាញពីការពិតនៅបូរណភាពទឹកដីអាហ្នឹងវាត្រូវតែមានការឆ្លើយតបមួយឲ្យពិតប្រាកដឲ្យច្បាស់លាស់ពីរដ្ឋាភិបាលទៅក្រុមហ៊ុន Google ទាំងបាទភាពចម្រូងចម្រាសនៃបូរណភាពទឹកដីរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនេះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនធ្លាប់ឡើងបំភ្លឺម្ដងហើយនៅក្នុងសភាកាលពីឆ្នាំ2012ដោយប្រើរយៈពេលជាង9ម៉ោងដើម្បីបញ្ជាក់ពីមន្ទិលសង្ស័យរបស់បកប្រឆាំងនិងសាធារណជននានាក៏ប៉ុន្តែមកដល់ពេលនេះបូរណភាពទឹកដីកម្ពុជាក៏នៅតែជាចំណុចឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីអ្នកនយោបាយនិងអ្នកតាមដានព្រឹត្តិការណ៍សង្គមផងដែរខ្ញុំញឹមសុខនសំឡេងប្រជាធិបតេយ្យ VOD ភ្នំពេញ